កាលពីព្រេងនាយមានសេដ្ឋីម្នាក់រស់នៅក្នុងនគរមួយគាត់មានទ្រព្យសម្បត្តិច្រើនតែគ្មានកូនសូម្បីតែម្នាក់ថ្ងៃមួយសេដ្ឋីនិងប្រពន្ធបានទៅបន់ស្រន់នៅដែនជ្រៃធំសុំឲ្យមានកូនមិនយូរប៉ុន្មានប្រពន្ធសេដ្ឋីក៏មានផ្ទៃពោះហើយក្រោយមកបានសម្រាលកូនស្រីដល់ទៅ12នាក់ប៉ុន្តែចាប់តាំងពីមានកូនមកសេដ្ឋីបែរជាធ្លាក់ខ្លួនក្រីក្ររកអាហារចិញ្ចឹមកូនមិនគ្រប់ដោយអស់សង្ឃឹមថ្ងៃមួយគាត់បានយកកូនទាំង12ដាក់លើរទេះហើយនាំទៅបោះចោលក្នុងព្រៃជ្រឹងកូនស្រីទាំង12យំសោកយ៉ាងខ្លាំងហើយនាំគ្នាដើរកាត់ព្រៃដ៏ងងឹតពុកអើយពុកនៅឯណាមិនក៏ពុកទុកពួកយើងចោលអញ្ចឹងពួកនាងដើរទៅដល់នគរមួយដែលជានគររបស់យក្សស្រីឈ្មោះសន្ធមាយក្សស្រីនោះមានកូនស្រីម្នាក់ឈ្មោះនាងកង្រីពេលនាងសន្ធមាយឃើញក្មេងស្រីទាំង12នាងក៏បំលែងខ្លួនជាមនុស្សធម្មតាហើយនាំពួកនាងទៅរស់នៅក្នុងប្រាសាទក្មេងអាភ័ព្វអើយកុំភ័យអីមករស់នៅជាមួយម៉ែទីនេះចុះម៉ែនឹងឲ្យហូបចុកគ្រប់គ្រាន់នាងសន្ធមាយបានយកនាងទាំង12ទុកក្នុងប្រាសាទឲ្យធ្វើជាអ្នកបម្រើមើលថែនាងកង្រីដែលជាកូនស្រីបណ្ដូលចិត្តរបស់ខ្លួននាងធ្វើឲ្យពួកនាងបម្រើនាងកង្រីប៉ុន្តែក្រោយមកកូនស្រីទាំង12ដឹងថានគរនោះជានគរយក្សពួកនាងភ័យខ្លាចយ៉ាងខ្លាំងហើយនាំគ្នារត់កេះចេញនៅទីនេះមកជាស្លាប់ខាននាងទាំង12នាក់ខំប្រឹងរត់គេចចេញពីនគរយក្សរហូតមកដល់នគរមនុស្សរបស់ព្រះបាទរថសិទ្ធិដែលមានសេចក្តីសុខសាន្តព្រះបាទរថសិទ្ធិបានយាងមកជួបនាងទាំង12នៅសួនច្បាររាជវាំងទ្រង់ចាប់អារម្មណ៍នឹងរូបសម្រស់ដ៏ផូរផង់របស់នាងទាំងនោះយ៉ាងខ្លាំងព្រះបាទរថសិទ្ធិក៏បានសពប្រតិតែងតាំងនាងទាំង12នាក់ឲ្យធ្វើជាមហេសីរបស់ព្រះអង្គព្រមទាំងរៀបចំពិធីមង្គលការយ៉ាងកក្រឹកកក្រែងនាងសន្ធមាយខឹងយ៉ាងខ្លាំងក៏តាមរករហូតឃើញថាកូនស្រីទាំង12បានក្លាយជាមហេសីរបស់ព្រះបាទរថសិទ្ធិនៅនគរមនុស្សយក្សស្រីសន្ធមាយក៏បំលែងខ្លួនជាស្រីស្អាតម្នាក់ចូលទៅធ្វើជាមហេសីព្រះបាទរថសិទ្ធិដែរក្រោយមកនាងធ្វើជាឈឺធ្ងន់នាងបានញុះញង់ពេទ្យឲ្យទូលស្ដេចថាត្រូវយកគ្រាប់ភ្នែករបស់មហេសីទាំង12មកធ្វើថ្នាំទើបអាចព្យាបាលជំងឺបានព្រះបាទរថសិទ្ធិជឿតាមសន្ធមាយក៏បញ្ជាឲ្យឆ្កៀលភ្នែកមហេសីទាំង12នាងបង11នាក់ត្រូវឆ្កៀលភ្នែកទាំងសងខាងចំណែកនាងពៅត្រូវឆ្កៀលតែម្ខាងប៉ុណ្ណោះបន្ទាប់មកពួកនាងទាំង12ត្រូវគេយកទៅបោះចោលក្នុងរណ្ដៅធំមួយដោយគ្នាអាហារពេលនោះមហេសីទាំង12សុទ្ធតែមានផ្ទៃពោះពេលកាត់កូនដោយឃ្លានខ្លាំងពេកនាងបងបានហែកសាច់កូនស៊ីមានតែនាងពៅប៉ុណ្ណោះដែលបានលាក់កូនប្រក់របស់ខ្លួនទុកនាងបានដាក់ឈ្មោះកូននោះថាពុទ្ធិសែនធំឡើងក្នុងរណ្ដៅងងឹតតែគាត់មានចិត្តក្លាហាននិងឆ្លាតវៃខ្លាំងប៉ុន្តែនាងពៅមិនអាចធ្វើបែបនោះបានទេនាងបានប្រសូតកូនមកឲ្យឈ្មោះថាពុទ្ធិសែនហើយក៏លាក់ទុកយ៉ាងចិត្តមិនឲ្យនាងបងដឹងឡើយកូនសម្លាញ់ចំណេកាលមកខាងក្រោយវេលាពុទ្ធិសែនធំពេញជំទង់ឡើងនាងពៅក៏ប្រាប់ការពិតគ្រប់យ៉ាងដល់កូនពុទ្ធិសែនមានក្តីអាណិតមាតាខ្លាំងណាស់ដោយក្តីអាណិតមាតានិងមាតាធំពុទ្ធិសែនក៏បានសុំអនុញ្ញាតចេញពីរណ្ដៅដើម្បីដើររកអាហារមកចិញ្ចឹមអ្នកទាំងអស់គ្នាពុទ្ធិសែនបានប្រើចំណេះដឹងនិងមហិទ្ធិឥទ្ធិរបស់ខ្លួនលេងល្បែងភ្នាល់ឈ្នះអ្នកស្រុកដើម្បីបានអាហារយកទៅឲ្យមាតានៅក្នុងរណ្ដៅថ្ងៃមួយនាងសន្ធមាយបានដឹងថាពុទ្ធិសែននៅរស់នាងចង់សម្លាប់គាត់ក៏ឲ្យពុទ្ធិសែនជិះសេះនាំសម្បុត្រទៅឲ្យនាងកង្រីក្នុងសម្បុត្រនោះសរសេរថាបើពុទ្ធិសែនមកដល់យប់ឲ្យស៊ីទាំងយប់បើមកដល់ថ្ងៃឲ្យស៊ីទាំងថ្ងៃកូនលាមេដានិងមេដាធំចេញដំណើរទៅនគរយក្សតាមបញ្ជារបស់នាងសន្ធមាសិនហើយមេដាតែជីភពល្អរបស់ពុទ្ធិសែនពេលគាត់កំពុងដេកលក់កណ្ដាលព្រីមានមហារិសីមួយអង្គបានឃើញសម្បុត្រនោះព្រះរិសីក៏ហែកសម្បុត្រចោលហើយសរសេរថ្មីថាបើពុទ្ធិសែនមកដល់ឲ្យរៀបការជាមួយនាងកង្រីភ្លាម
ចឹងអាត្មាមានតែហែកសារនេះចោលហើយបដូរសារថ្មី មហាឫសីក៏បានសរសេរសម្បត្តិជាថ្មីដែលមានខ្លឹមសារផ្លាស់ប្ដូរវាសនារបស់ពុទ្ធិសែនទាំងស្រុង ពុទ្ធិសែនភ្ញាក់ឡើងមិនដឹងខ្លួនបានជិះសេះបន្តដំណើរទៅកាន់នគរយក្សដោយក្តីសង្ឃឹម ពេលពុទ្ធិសែនទៅដល់នគរយក្សនាងកង្រីបានអានសម្បត្តិហើយក៏រៀបការជាមួយគាត់ភ្លាមក្រោយមកនាងកង្រីស្រឡាញ់ពុទ្ធិសែនខ្លាំងណាស់នាងបានប្រាប់គាត់អំពីកន្លែងទុកក្របភ្នែកមាតានិងថ្នាំអថាកំបាំងជាច្រើន ព្រះពុទ្ធិសែនបានសោយរាជ្យនៅនគរយក្សមកយ៉ាងមានសុភមង្គលជាមួយនាងកង្រីប៉ុន្តែទ្រង់នៅតែគិតដល់មាតាមិនយូរប៉ុន្មានដោយសារក្តីស្រឡាញ់នាងកង្រីបានប្រាប់អាចកំបាំងនិងបង្ហាញថ្នាំទឹកសម្រាប់ដាក់ភ្នែកឲ្យជានិងថ្នាំសម្រាប់បោះទៅកើតជាទឹកសមុទ្រនិងភ្នំដល់ស្វាមី មានថ្នាំសម្រាប់ដាក់ភ្នែកឲ្យភ្លឺវិញនិងថ្នាំដែលបោះទៅអាចคล้ายជាសមុទ្រឬភ្នំបានយប់មួយពុទ្ធិសែនបានលួចយកថ្នាំនិងគ្រាប់ភ្នែកហើយរត់ចេញពីនគរយក្សនាងកង្រីដឹងរឿងក៏រត់តាមទាំងយំសោកពុទ្ធិសែនបានបោះថ្នាំមួយទៅមុខភ្លាមនោះក៏កើតជាសមុទ្រធំមួយខាំងភ្លុយនាងកង្រីមិនអាចឆ្លងទៅបាននាងយំសោកខ្លាំងណាស់រហូតដល់ដាច់ខ្យល់ស្លាប់នៅកណ្ដាលព្រៃចំណែកពុទ្ធិសែនបានត្រឡប់ទៅនគរវិញដោយសុវត្ថិភាពគាត់បានដាក់ថ្នាំភ្នែកឲ្យមាតានិងមាតាធំទាំង11ភ្លឺភ្នែកឡើងវិញទាំងអស់បន្ទាប់មកពុទ្ធិសែនបានសម្លាប់នាងសន្ធមាដើម្បីសងសឹកឲ្យមាតាក្រោយពីជួយមាតារួចពុទ្ធិសែនក៏ត្រឡប់ទៅរកនាងកង្រីវិញតែជាការសោកស្ដាយនាងកង្រីបានស្លាប់បាត់ទៅហើយពុទ្ធិសែនយំសោកខ្លាំងណាស់ហើយបានកប់សពនាងយ៉ាងល្អក្រោយមកទ្រង់ក៏ត្រឡប់ទៅសោយរាជ្យជំនួសព្រះបិតាព្រះអង្គគ្រប់គ្រងនគរដោយសេចក្តីយុត្តិធម៌និងមេត្តារហូតដល់ព្រះអង្គសោយទិវាង្គតហើយរឿងរ៉ាវរបស់ព្រះពុទ្ធិសែននិងនាងកង្រីក៏ត្រូវបាននិទានតៗគ្នារហូតដល់សព្វថ្ងៃ